Ok សូមគោរពជំរាបសួរក៏ដូចជាស្វាគមន៍បងប្អូនទាំងនេះមកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានប្រភេទ MacBook Pro ក៏ដូចជា MacBook Air ជាច្រើនសម្រាប់ចែករំលែកទៅដល់បងប្អូនទាំងនេះជាពិសេសសម្រាប់បងប្អូនដែលចង់ប្រើទៅលើផលិតផលរបស់ Apple នៅក្នុងវីដេអូនេះគឺខ្ញុំមាន MacBook ប្រហែលជាខ្ទង់ជិត20គ្រាប់ហើយតម្លៃចាប់ពី200ជាងឡើងចឹងបើសិនជាក្នុងករណីបងប្អូនទាំងនេះមានតម្រូវការទៅជាមួយនឹងការប្រើប្រាស់ទៅលើផលិតផលរបស់ Apple ដែលមាន MacBook Pro ឆ្នាំ2017 2018ក៏ដូចជា MacBook Air ឆ្នាំ2017 2018ដូចគ្នាបងប្អូនទាំងគ្នាអាចពិចារណាបាននៅក្នុងវីដេអូនេះសម្រាប់ MacBook Pro ឆ្នាំ2017ខ្ញុំមាន13អ៊ីងក៏ដូចជា2015អ៊ីងសម្រាប់ឲ្យបងប្អូនទាំងគ្នាធ្វើការពិចារណាតែម្ដងសម្រាប់ spec តាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ MacBook Pro ឆ្នាំ2017ដែលមានអេក្រង់15អ៊ីងនេះគឺ spec Core i7 RAM 16GB ក៏ដូចជា SSD 256GB ពណ៌ spec gray ស្អាតមែនតែនបងប្អូនទាំងគ្នាហើយខ្ញុំមាន5ដើមសម្រាប់បងប្អូនធ្វើការពិចារណាក៏ដូចជាជ្រើសរើសនៅក្នុងពេលបច្ចុប្បន្ននេះផ្ទាល់តែម្ដងបងប្អូនមើលភិនភាគរបស់ម៉ាស៊ីននេះទៅគឺនៅស្អាតមែនតែនខ្នងក្រោយគឺនៅរលើបរលោងតែម្ដងហើយវាស្ទើរតែកែងខាងនេះមិនតិចទេក៏ប៉ុន្តែជាក់ស្ដែងម៉ាស៊ីននេះគឺនៅស្អាតហើយដំណើរការវាលឿនមែនតែនដោយសារតែខ្ញុំបានតេស្តជាក់ស្ដែងតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើកម្មវិធីទូទៅបានច្រើនគួរសមដែរតាក់ទងជាមួយនឹង MacBook Pro ឆ្នាំ2017ដែលអេក្រង់ធំរហូតដល់15អ៊ីងនេះអញ្ចឹងបើសិនជាក្នុងករណីបងប្អូនទាំងគ្នាមានតម្រូវការជាក់ស្ដែងតាក់ទងជាមួយនឹងការប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះបងប្អូនអាចពិចារណាបានជាមួយនឹង15អ៊ីងតម្លៃវាតែ300បន្តិចទេហើយយើងក៏មានប្រភេទ MacBook Air ដែរអានេះគឺជា MacBook Air បងប្អូនទាំងគ្នា MacBook Air ឆ្នាំ2020រូបរាងវាគឺនៅញាក់សាច់ដែរបងប្អូនទាំងគ្នាគឺនៅស្អាតហើយចំពោះម៉ាស៊ីននេះគឺវាស្ទើរកែមខាងនេះបន្តិចបងប្អូនអានេះគឺវាមិនមែនជាការធ្លាក់អីណាទេវាគ្រាន់តែពេលដែលគេដាក់ចូលគ្នាទៅវាបុកគ្នាបងប្អូនទាំងគ្នាវាបុកជាមួយនឹង MacBook ហើយនឹង MacBook វាធ្វើឲ្យស្នាមក៏ដូចជាកពិតអញ្ចឹងហើយរូបរាងវាស្អាតអេក្រង់ញាក់សាច់ក៏ដូចជាម៉ាស៊ីននេះគឺនៅដំណើរការអែមយកតែមែនតែនអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចង់បានទៅលើ MacBook Pro ឆ្នាំ2017អេក្រង់13អ៊ីងគឺយើងមានពពួក Tenable មានន័យថាវាអត់មាន Touch Bar ទេប៉ុន្តែម៉ាស៊ីននេះគឺនៅអែមសម្រាប់ការប្រើប្រាស់វាស្អាតវាមកល្មមសម្រាប់បងប្អូនទាំងគ្នាតែម្ដងហើយតម្លៃក៏ធូរដែរ200ជាង300ស្ដាងបងប្អូនទាំងគ្នាអញ្ចឹងនេះគឺជា MacBook Pro ឆ្នាំ2017ដែលបំពាក់ CPU Core i5 RAM 8GB ហើយក៏មានរហូតដល់ RAM 16GB ដែរសម្រាប់ម៉ាស៊ីន MacBook Pro ឆ្នាំ2017នេះដែល storage របស់វាគឺ 256GB 512ក៏ដូចជាមាន 128GB មួយគ្រាប់តម្លៃគឺធូរជាងគេតែម្ដងអញ្ចឹងបើសិនជាក្នុងករណីបងប្អូនទាំងគ្នាមានតម្រូវការតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើប្រភេទ MacBook Pro ឆ្នាំ2017ក៏ដូចជា2018 2019របស់ Apple បងប្អូនទាំងគ្នាអាចធ្វើការតាក់ទងខ្ញុំបានដោយមួយគ្រាប់នេះជាក់ស្ដែងអញ្ចឹងតាក់ទងជាមួយនឹងអវ៉ាន់នេះគឺយើងមានច្រើនសម្រាប់បងប្អូនទាំងគ្នាមិនមែនមានតែប៉ុណ្្នឹងទេគឺនៅខាងនេះមានច្រើនទៀតបងប្អូនទាំងគ្នាមាន MacBook Pro 2017 2017 2015 2016 និង2017អាហ្នឹងសិតតែ15អ៊ីងតែម្ដងបងប្អូនឃើញជាក់ស្ដែងនេះគឺសិតតែ15អ៊ីងហើយអាខាងក្រោមនេះគឺជា MacBook Air បងប្អូនអានេះគឺជា MacBook Air ឆ្នាំ2019តម្លៃធូរជាងគេបន្ទាប់មក2015អានេះ MacBook Air 2019ដែរអានេះគឺជា MacBook Air ឆ្នាំ2019ដែរបងប្អូនទាំងគ្នា storage វា128ហើយនេះគឺ MacBook Pro ឆ្នាំ2017 2017ហើយខាងក្រោមនោះទៀតបងប្អូនទាំងគ្នាហើយនៅខាងនេះអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការទៅជាមួយនឹងការប្រើប្រាស់ទៅលើ MacBook នៅក្នុងឆ្នាំ2025នេះបងប្អូនទាំងគ្នាអាចទៅខ្ញុំបានតាមរយៈ Telegram ឬក៏បងប្អូនទាំងគ្នាអាចឆាតមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅនឹងបានអរគុណសម្រាប់ការតាមទស្សនារបស់បងប្អូនទាំងគ្នាកុំភ្លេច follow ក៏ដូចជា share ដើម្បីទទួលបានវីដេអូចាញ់ប្លែកពីខ្ញុំជាច្រើនទៀតផងដែរអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការអាចទៅខ្ញុំបានបាទ